សូមស្វាគមន៍មកកាន់ Channel Jessica Tips ជាថ្មីថ្ងៃនេះនាងខ្ញុំមានប្រធានបទមួយយកមកចែករំលែកជូនបងប្អូនទាំងអស់គ្នានោះគឺបើកទ្វារជោគជ័យជាមួយនឹងធម៌ពលនៃការផ្ដោតអារម្មណ៍តើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកមានការខិតខំប្រឹងប្រែងជាច្រើនប៉ុន្តែហាក់បីដូចជាមិនទទួលបានលទ្ធផលតើអ្នកមានបញ្ហាក្នុងការចាប់ផ្ដើមការងារមួយឬបញ្ចប់វាដែរទេអាចកំបាំងដែលបំបាច់មនុស្សជោគជ័យពីមនុស្សទូទៅមិនមែនជាទេពកោសល្យឬពេលវេលានោះទេតែជាសមត្ថភាពដ៏អស្ចារ្យក្នុងការផ្ដោតអារម្មណ៍ថ្ងៃនេះយើងនឹងស្វែងយល់ថាតើធម៌ពលនៃការផ្ដោតអារម្មណ៍អាចផ្លាស់ប្ដូរជីវិតរបស់អ្នកដោយរបៀបណាត្រៀមខ្លួនសម្រាប់បទពិសោធន៍ថ្មីនៃការពង្រឹងផ្លូវចិត្តរបស់អ្នកហើយឬនៅតោះយើងចាប់ផ្ដើមទាំងអស់គ្នាការផ្ដោតអារម្មណ៍មិនមែនគ្រាន់តែជាការអង្គុយធ្វើការដោយស្ងៀមស្ងាត់នោះទេប៉ុន្តែវាគឺជាការប្រើប្រាស់ធម៌ពលផ្លូវចិត្តរបស់អ្នកទាំងមូលទៅលើកិច្ចការតែមួយក្នុងពេលតែមួយគិតដូចជាកែវពង្រីដែលចាប់យកកាំរស្មីព្រះអាទិត្យពន្លឺដែលរាយប៉ាយគ្មានឥទ្ធិពលទេប៉ុន្តែនៅពេលដែលវាត្រូវបានបង្រួមតាមរយៈនៃការផ្ដោតអារម្មណ៍វានឹងបង្កើតធម៌ពលដ៏ខ្លាំងក្លាដែលអាចដុតបំផ្លាញបានសប្តាហ៍ថ្ងៃនេះយើងរស់នៅក្នុងពិភពមួយដែលពោរពេញទៅដោយការរំខានសារទូរស័ព្ទ social media និងសំឡេងផ្សេងៗការបាត់បង់ការផ្ដោតអារម្មណ៍មិនត្រឹមតែធ្វើឲ្យយើងចំណាយពេលច្រើនទេតែថែមទាំងធ្វើឲ្យគុណភាពនៃលទ្ធផលរបស់យើងធ្លាក់ចុះយ៉ាងខ្លាំងយើងត្រូវរៀនបិទសំឡេងរំខានខាងក្រៅហើយបើកសំឡេងខាងក្នុងដែលប្រាប់យើងថាការងារថ្ងៃនេះគឺសំខាន់បំផុតនៅពេលនេះវិទ្យាសាស្ត្រនៃការផ្ដោតអារម្មណ៍លំហូរការងារគំនិតរបស់យើងក៏ដូចជាសាច់ដុំដែរកាលណាអ្នកប្រើប្រាស់វាដើម្បីផ្ដោតកាន់តែច្រើនវាកាន់តែរឹងមាំតើធ្វើដូចម្តេចទើបអាចចូលទៅដល់លំហូរការងារនេះគឺជាស្ថានភាពមួយដែលអ្នកជំមុជខ្លួនទាំងស្រុងទៅក្នុងកិច្ចការមួយរហូតដល់ភ្លេចពេលវេលាជុំវិញខ្លួនដើម្បីសម្រេចបាននៅលំហូរនេះអ្នកត្រូវបំពេញលក្ខខណ្ឌ3យ៉ាងទី1កិច្ចការនោះត្រូវតែមានគោលដៅច្បាស់លាស់ទី2កិច្ចការនោះត្រូវមានការប្រកួតប្រជែងសមរម្យមិនងាយពេកមិនលំបាកពេកទី3អ្នកត្រូវតែទទួលបានមតិកែលម្អភ្លាមៗដឹងថាអ្វីដែលអ្នកកំពុងធ្វើនោះត្រឹមត្រូវនៅពេលដែលអ្នកសម្រេចបានលំហូរការងារអ្នកនឹងផលិតលទ្ធផលបានគុណភាពខ្ពស់បំផុតក្នុងរយៈពេលខ្លីបំផុតបច្ចេកទេសជាក់ស្ដែង3យ៉ាងដើម្បីបង្កើនការផ្ដោតអារម្មណ៍នេះជាវិធីសាស្ត្រដែលអ្នកអាចចាប់ផ្ដើមអនុវត្តភ្លាម1បច្ចេកទេស Pomodoro ធ្វើការផ្ដោតរយៈពេល25នាទីបន្ទាប់មកសម្រាក5នាទីនេះជួយបំបត្តិភាពភ័យខ្លាចនៃការចាប់ផ្ដើមហើយរក្សាខួរក្បាលរបស់អ្នកឲ្យស្រស់ថ្លា2កំណត់ការងារសំខាន់បំផុត The most important ជារៀងរាល់ព្រឹកចូលជ្រើសរើសការងារតែមួយដែលជាគោលដៅសំខាន់បំផុតរបស់អ្នកសម្រាប់ថ្ងៃនោះហើយធ្វើវាឲ្យបានមុនគេកុំឲ្យការងារតូចៗមកលួចយកធម៌ពលផ្ដោតរបស់អ្នក3បង្កើតបរិយាកាសគ្មានការរំខានបិទការជូនដំណឹងទាំងអស់រៀបចំកន្លែងធ្វើការរបស់អ្នកឲ្យមានរបៀបរៀបរយភាពរញ៉េរញ៉ៃខាងក្រៅបង្កើតភាពរញ៉េរញ៉ៃក្នុងគំនិតចូលផ្ដល់ឲ្យខ្លួនឯងនៅពេលវេលានិងទីកន្លែងដែលត្រូវបានបំរុងសម្រាប់តែការងារសំខាន់ប៉ុណ្ណោះការផ្ដោតអារម្មណ៍ផ្លូវចិត្តនិងផ្លូវកាយការផ្ដោតអារម្មណ៍មិនមែនគ្រាន់តែជាបញ្ញាតែមួយមុខនោះទេតែវារួមបញ្ចូលទាំងសុខភាពផ្លូវកាយផងដែរតើអ្នកបានគេងគ្រប់គ្រាន់ទេតើអ្នកញ៉ាំអាហារល្អទេតើអ្នកហាត់ប្រាណទេការស្រាវជ្រាវបង្ហាញថាការគេងគ្រប់គ្រាន់និងការធ្វើលំហាត់ប្រាណទៀងទាត់អាចជួយពង្រឹងការចងចាំនិងបង្កើនសមត្ថភាពនៃការផ្ដោតអារម្មណ៍យ៉ាងខ្លាំងក្លាជាងនេះទៅទៀតការហាត់ប្រាណសមាធិត្រឹមតែ10នាទីក្នុងមួយថ្ងៃអាចជួយហ្វឹកហាត់ខួរក្បាលរបស់អ្នកឲ្យនៅស្ងៀមនិងត្រឡប់មកផ្ដោតលើបច្ចុប្បន្នវិញនៅពេលដែលគំនិតរបស់អ្នករាយប៉ាយចូលចងចាំថារាងកាយរឹងមាំនាំឲ្យមានចិត្តផ្ដោតដែលរឹងមាំការតាំងចិត្តដើម្បីជីវិតដែលមានគោលបំណងនៅពេលដែលអ្នករៀនផ្ដោតអារម្មណ៍អ្នកកំពុងរៀនរស់នៅក្នុងជីវិតដែលមានគោលបំណងជំនួសឲ្យការឆ្លើយតបទៅនឹងអ្វីដែលចក្រវាលបោះមកឲ្យអ្នកកំពុងជ្រើសរើសអ្វីដែលអ្នកចង់ចំណាយធម៌ពលរបស់អ្នកកំពុងនិយាយថាទេចំពោះអ្វីដែលមិនសំខាន់ហើយនិយាយថាចាចំពោះគោលដៅធំបំផុតរបស់អ្នក ត
ថាមពលនៃការផ្ដោតអារម្មណ៍គឺជាការអនុញ្ញាតឲ្យអ្នកក្លាយជាអ្នកដឹកនាំនៃជីវិតរបស់អ្នកផ្ទាល់កុំទុកឲ្យថ្ងៃនេះកន្លងផុតទៅដោយការរំខានចាប់ផ្ដើមធ្វើកិច្ចការងារសំខាន់បំផុតរបស់អ្នកឥឡូវនេះអ្នកដឹងហើយថាការផ្ដោតអារម្មណ៍មិនមែនជាអំណោយទេតែជាជំនាញដែលត្រូវហ្វឹកហាត់ចូលចាប់ផ្ដើមថ្ងៃនេះដោយប្រើបច្ចេកទេសមួយក្នុងចំណោមបច្ចេកទេសដែលខ្ញុំបានចែករំលែកខ្ញុំជឿជាក់លើសមត្ថភាពរបស់អ្នកនៅក្នុងការផ្លាស់ប្ដូរជីវិតតាមរយៈការផ្ដោតអារម្មណ៍បើអ្នកចូលចិត្តវីដេអូនេះសូមជួយ like share និង subscribe ដើម្បីលើកទឹកចិត្តខ្ញុំបង្កើតវីដេអូដែលមានគុណភាពបែបនេះបន្តទៀតសូមអរគុណ